លោកត្រាំបញ្ជាឲ្យបកពន្ធនាគារអាល់ខាត្រាស់ឡើងវិញដើម្បីដាក់អ្នកខុសខើបំផុតរបស់អាមេរិកប្រធានាធិបតីលោកដូណាល់ត្រាំកំពុងដឹកនាំការិយាល័យពន្ធនាគារសហព័ន្ធឲ្យសាងសង់ឡើងវិញនិងបើកឡើងវិញនៅពន្ធនាគារអាល់ខាត្រាស់ដ៏ល្បីនៅក្នុងឈូងសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូដើម្បីធ្វើជាមន្ទីរឃុំឃាំងអ្នកប្រព្រឹត្តអំពើខុសខើនិងខុសខើបំផុតរបស់អាមេរិកនេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី5 ខែឧសភានេះការសង់ឡើងវិញនិងបើកពន្ធនាគារអាល់ខាត្រាគឺមិនស្ទាក់ស្ទើរក្នុងការចាក់សោឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុតដើម្បីរក្សាពួកគេឲ្យនៅឆ្ងាយពីនរណាម្នាក់ដែលពួកគេអាចបង្កគ្រោះថ្នាក់ពន្ធនាគារសហព័ន្ធនៅអាល់ខាត្រាមានឧក្រិដ្ឋជនអាមេរិកដ៏ល្បីល្បាញដូចជា AI Capone មុនពេលវាត្រូវបានបិទនៅក្នុងឆ្នាំ1963ឥឡូវនេះវាគឺជាគោលដៅទេសចរដ៏ពេញនិយមបំផុតមួយរបស់រដ្ឋ San Franciscoយោងតាមលោកត្រាំបានឲ្យដឹងថាលោកកំពុងដឹកនាំការិយាល័យពន្ធនាគាររួមជាមួយនឹងនាយកដ្ឋានយុត្តិធម៌ FBI និង Homeland Security ឲ្យបើកពន្ធនាគារ Alcatraz ដែលត្រូវបានពង្រីកនិងសាងសង់ឡើងវិញជំរាបដែរថាពន្ធនាគារ Alcatraz ជាពន្ធនាគារដែលមានសុវត្ថិភាពបំផុតរបស់អាមេរិកដោយសារទីតាំងកោះនោះទឹកត្រជាក់និងចរន្តទឹកខ្លាំងគ្មានការរត់គេចខ្លួនដោយជោគជ័យណាមួយត្រូវបានកត់ត្រាជាផ្លូវការនោះទេទោះបីជាអ្នកទោស5នាក់ត្រូវបានចុះបញ្ជីថាបាត់ខ្លួននិងសន្មតថាលងទឹក